កុមារចូលចិត្តលេងល្បែងកម្សាន្តផ្សេងៗជារៀងរាល់ថ្ងៃល្បែងកម្សាន្តខ្លះនាំមកនូវភាពសប្បាយរីករាយសាមគ្គីភាពការលូតលាស់ផ្នែកប្រាជ្ញាជាដើមតែល្បែងកម្សាន្តខ្លះទៀតនាំឲ្យអន្តរាយដល់ខ្លួននិងបង្កការលំបាកដល់ឪពុកម្ដាយទៀតផងល្បែងកម្សាន្តខ្លះដូចជាការលេងទឹកការឡើងដើមឈើការលេងគ្រាប់បន្ទាន់ផ្ទុះនិងគ្រឿងផ្ទុះអាចធ្វើឲ្យអ្នករបួសពិការឬបាត់បង់ជីវិតចំណែកការលេងបាល់ទាត់តាមទីសាធារណៈពិសេសតាមចិញ្ចើមផ្លូវអាចនាំឲ្យខ្លួនមានគ្រោះថ្នាក់និងអាចបង្កគ្រោះមហន្តរាយដល់អ្នកដទៃផងដែរល្បែងកម្សាន្តខ្លះផ្ដល់អត្ថប្រយោជន៍ច្រើនណាស់ការលេងកីឡាបាល់ទាត់បាល់ទះបាល់បោះវាយសីលោតអន្ទាក់ហាត់ប្រាណអាចធ្វើឲ្យអ្នកលេងមានសុខភាពល្អប៉ុន្តែការលេងកីឡាក៏បីរកកន្លែងសមរម្យទើបមានសុវត្ថិភាពរីឯការកម្សាន្តខ្លះទៀតដូចជាការលេងអុកលេងរែកនិងខ្លាស៊ីគោធ្វើឲ្យសប្បាយរីករាយផងលូតលាស់ផ្នែកប្រាជ្ញាផងព្រោះអ្នកលេងខិតខំត្រេះរេះពិចារណារកវិធីលេងដើម្បីយកជ័យជំនះលើដៃគូសិស្សានុសិស្សគ្រប់រូបក៏បីខិតខំសិក្សានិងលេងកីឡាដើម្បីទទួលបានចំណេះវិជ្ជាសុខភាពនិងប្រាជ្ញាស្មារតីភ្លឺថ្លាចាអរគុណច្រើនបងប្អូនទាំងអស់គ្នាបន្ទាប់ពីស្ដាប់អត្ថបទនេះហើយសង្ឃឹមថាបងប្អូនអាចកំណត់ដឹងថាល្បែងណាខ្លះដែលនាំឲ្យបងប្អូនអន្តរាយនិងបង្កការលំបាកដល់ឪពុកម្ដាយហើយល្បែងកម្សាន្តណាខ្លះបានផ្ដល់អត្ថប្រយោជន៍ទៅដល់សុខភាពរបស់បងប្អូនទាំងអស់គ្នាចាហើយប្រភេទកីឡាទាំងអស់នោះមិនត្រឹមតែធ្វើឲ្យបងប្អូនសប្បាយរីករាយទេគឺជួយធ្វើឲ្យបងប្អូនលូតលាស់ផ្នែកប្រាជ្ញាស្មារតីចាហើយអាចឲ្យបងប្អូនចេះគិតត្រេះរេះពិចារណាទៅតាមប្រភេទនៃល្បែងកម្សាន្តនីមួយៗផងដែរចាហើយចំណុចតែសំខាន់មួយទៀតចាបងប្អូនគួរចាំថាល្បែងដែលនាំឲ្យអន្តរាយហើយបង្កការលំបាកទៅដល់ឪពុកម្ដាយយើងដឹងថាដូចជាមានការលេងទឹកដោយមិនមានការនៅជាមួយមនុស្សធំឬក៏ឪពុកម្ដាយអនុញ្ញាតចាការឡើងដើមឈើការលេងគ្រាប់មិនទាន់ផ្ទុះនិងគ្រឿងផ្ទុះចាឬក៏ការលេងបាល់ឬក៏លេងអ្វីមួយនៅតាមទីសាធារណៈមិនត្រឹមតែធ្វើឲ្យបងប្អូនទាំងអស់គ្នាបង្ករបួសទៅដល់ខ្លួនឯងទេក៏អាចនឹងធ្វើឲ្យមានការបង្កគ្រោះថ្នាក់ក៏ដូចជារបួសទៅកាន់អ្នកដទៃផងដែរចាអរគុណច្រើនបងប្អូនទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូនេះតាំងពីដើមរហូតមកដល់ទីបញ្ចប់ចាសង្ឃឹមថាយើងជួបគ្នាបន្តទៀតនៅវីដេអូក្រោយៗទៀត